មួយទៀតមុនពេលបងប្រើចំពីពីបងព្យាបាលអស់ប្រហែលប៉ុន្មានដុល្លារបងព្យាបាលស្រុកខ្មែរទៅដល់វៀតណាមចឹងព្យាបាលអស់ប្រហែលប៉ុន្មានបងហ្នឹងលោកគ្រូពេលដែលខ្ញុំមានជំងឺផ្សិតជំងឺសើស្បែកជំងឺស្វាយហ្នឹងលោកគ្រូខ្ញុំប្រើនៅក្នុងស្រុកខ្មែរយើងនេះខ្ញុំប្រើអស់ច្រើនលោកគ្រូខ្ញុំប្រើហើយខ្ញុំទៅថៃហើយខ្ញុំទៅវៀតណាមទៀតត្រឡប់វិញអស់ជាង10000លោកគ្រូក៏ប៉ុន្តែខ្ញុំមកប្រើចបៃ2ហ្នឹងលោកគ្រូខ្ញុំប្រើហ្នឹងមិនមែនមើលមកឈុតជាដាច់ទេណាគ្រូបាទធម្មតាថ្នាំធម្មតារោគយើងវាសពសាច់នៅក្នុងឈាមនៅក្នុងសរសៃយើងអស់ហើយតោះតែយើងព្យាយាមបានបាត់តែបើថាំងប្រើមួយឈុត2ឈុតឲ្យដាច់អត់ដាច់អីគ្រូបាទបើជំងឺយើងមាននៅក្នុងខួរឆ្អឹងមាននៅក្នុងសរសៃតូចសរសៃធំបវេនតូចបវេនធំវាជ្រាបអស់ហើយថាំងប្រើអត់ជាទេអស់ទំនុកចិត្តហើយអត់ទេបាទបើមានជំងឺស្វាយជំងឺផ្សិតនេះតន់តែព្យាយាមលាងបាទលាងជាតិពុលលាងសម្អាតបាទផឹកទឹកក្តៅអូមកនេះគូមែននេះគូយកមកឲ្យបលឹមឡើងថាហាត់ប្រានផងអីផងនាំមិនចេះតែហូបតាមទៅនឹងចិត្តយើងបានទេអានេះបើវារស់នៅក្នុងតសៃឈាមនៅក្នុងខួរឆ្អឹងបាទស្វាយនេះខ្ញុំអ្នកកើតបោះកត់វិជាមកឲ្យសួរមកខ្ញុំបាទបើនិយាយថាតាំងពីដូចខ្ញុំប្រាប់គ្រូចឹងតាំងពី84 85ខ្ញុំអ្នកជំងឺនេះបាទចង់ចេញចៃចង់ចេញខ្ទុះចង់ចេញលំមាស់មិនមកសួរខ្ញុំចាក់ឲ្យអង្គទីយកទៅមិនជុល50រៀលទៅ100អត់បាត់ទេគ្រាន់តែមកបាត់តានេះទៅបាត់ពី3ខែ1ខែអញ្ចឹងប៉ះចំណៃងើបមកវិញតែហ្នឹងហើយដែលខ្ញុំកើតមកជាជំងឺសើស្បែកវិញលោកគ្រូហ្នឹងណាមកអតិជនកុំបាក់ទឹកចិត្តតស៊ូហូបមកកៅផឹកមកកៅងាយហូបឯងតន់តាហូបឯងតន់តានេះមិនមែនដូចខ្ញុំថាអញ្ចឹងថ្នាំនេះតន់ទៅលាងតន់តែវាអស់ច្រេះអស់កម៉បានវាជាហ្នឹងគ្រូខ្ញុំមានគាត់តែមានឲ្យច្បល់ទៅអតិជនរបស់គ្រូលោកអ្នកណាមួយថាំងមិនជឿអីឲ្យលេខមកសួរមកខ្ញុំបាទ